លឺតែតម្លៃ laptop ឡើងថ្លៃរហូតអញ្ចឹងសួរថាអ្នកដែលគាត់មានលុយถึง 4-500 គាត់គួរតែទិញអីប្រើបើ laptop ឥឡូវគ្រាន់តែ CPU Core i5 ក៏ឡើងថ្លៃដល់ 6700 ហ្នឹងអញ្ចឹងខ្ញុំមានមួយ model ប៉ុន្តែ model នេះវាប្លែកបន្តិចហើយតម្លៃវាសមរម្យខ្លាំងអានេះគឺ LG Chromebook បាទ brand LG តែម្ដងអញ្ចឹងសម្រាប់ laptop LG នេះគឺវាមានការ design បែបជ្រុងដែលមើលទៅសាមញ្ញប៉ុន្តែសម្រាប់ខ្ញុំមើលទៅឃើញថាវាស្អាតវាយ៉ាងបែបទាន់សម័យអានេះស័ក្តិសមមែនទែនសម្រាប់សិស្សក៏ដូចជាអ្នកដែលគាត់ធ្វើការងារការយ៉ាង live accountant ផ្សេងការ design នេះក្នុងខាងលើរបស់វានេះអត់ប្រឡាក់ស្នាមកញ្ចៅដៃទេបាទខ្ញុំសាកយកដៃជូតអែលវាអត់ឃើញប្រឡាក់ទេជាមួយនឹងអក្សរក្រាមនៅកណ្ដាលនេះហើយវាមានរូបរាងរាងជ្រុងស្តៀង MacBook Pro អញ្ចឹងទម្ងន់របស់វា 1.67 គីឡូក្រាមជាមួយនឹងកម្រាស់ 19.3 មីលីម៉ែត្របាទមិនល្មមមិនក្រាស់ពេកអញ្ចឹងសម្រាប់អេក្រង់របស់វាវិញអានេះគឺវាមានទំហំ 15.1 អ៊ីន Full HD បាទជាប្រភេទ IPS សម្រាប់ laptop ប្រើការងារទូទៅ 15.6 អ៊ីនទៅ 16 អ៊ីនហ្នឹងគឺធំល្មមហើយវាថាមិនធំពេកតែក៏មិនតូចពេកដែរអាចថាជាទំហំមួយគឺទូទៅសម្រាប់អ្នកប្រើប្រាស់មិនថាការងារការកម្សាន្តផ្សេងៗ 15.6 អ៊ីនហ្នឹងគឺមិនល្មមតែម្ដងបាទវាឃើញពេញភ្នែកហើយអានេះក៏វាមានកាមេរ៉ា webcam ដែលមានសន្ទះបិទបើកកាមេរ៉ា webcam របស់វាហ្នឹងគឺកម្រិត HD ហើយចំណុចដែលខ្ញុំស្រឡាញ់មួយទៀតគឺទៅលើផ្នែក keyboard របស់វាមានសាច់បែបគ្រើមហើយគឺ design មករៀបស្មើជាមួយនឹងតួខ្លួនមើលទៅ clean ស្អាតមែនទែនកន្លែងប៊ូតុង power ពណ៌ក្រហមហើយវាមាន numpad មកជាមួយតែម្ដងគាត់ថាអានេះវាអត់មានភ្លើង backlit តែប៉ុណ្្នឹងទេហើយមួយទៀតដែលខ្ញុំសម្គាល់ឃើញនៅលើ laptop ហ្នឹងគឺវាមានតែ logo Intel Core i5 ទេខុសពី laptop ផ្សេងៗយើងឃើញ logo នៅលើនោះគឺបិទអញញ៉ៃច្រើនមែនទែនដូច MacBook ចឹង MacBook ក៏អត់ដែលមាន logo អីញ៉ៃបិទនៅលើ laptop គេដែរLG នេះក៏ចឹងបាទ LG នេះវាមានតែ Intel Core i5 ទេអញ្ចឹងយើងមើលទៅ laptop យើងវាឃើញ clean ស្អាតហ្មងវាអត់ស្កេស្កេហើយសម្រាប់ផ្នែកកម្លាំងម៉ាស៊ីនរបស់ LG Chromebook នេះគឺវាប្រើ chip Intel Core i5 បាទតម្លៃ $499 ប៉ុន្តែបាន chip Intel Core i5 នៅក្នុងឆ្នាំ2026ហ្នឹងសម្រាប់ខ្ញុំគិតថាជាតម្លៃមួយដែលសមរម្យព្រោះបើសិនជាងាកទៅមើល brand ផ្សេងវិញឥឡូវហ្នឹងគឺឡើងថ្លៃទាំងអស់ Core i5 ឥឡូវ $6700 អីមិនទិញបានបាទប៉ុន្តែនេះវាមាន RAM 8GB DDR4 storage SSD 512GB បាទអញ្ចឹង$499 ស្ពេចប៉ុណ្ណេះខ្ញុំគិតថាជាតម្លៃមួយដែលសមរម្យអានេះនៅផ្នែកខាងឆ្វេងវាមានរុន HDMI USB A1 Type C 3.2 ចំនួន2រុនហើយជាមួយនឹងរុន dot cache រុន Type C ទាំងពីររបស់វានឹងគឺទុកសម្រាប់ transfer data ក៏ដូចជាសាកថ្មអញ្ចឹងអានេះវាមានរុនសាកថ្មដាច់ដោយឡែកទេគឺវាសាកថ្មតាមរយៈរុន Type C តែម្ដងបាទដុំ adapter របស់វានឹងគឺក្បាល Type C ហើយនៅផ្នែកខាងស្ដាំវាមាន USB A1 ទៀតសម្រាប់ laptop LG នេះក៏វាមានជាមួយនឹងកម្មវិធី original របស់វាគឺ LG Smart Assistant ដែលសម្រាប់ឲ្យយើងកំណត់ទៅលើមុខងារចាំបាច់មួយចំនួនដូចជាសេរីទៅលើការសាកថ្មដើម្បីពន្យាអាយុជីវិតថ្មវាប្រើបានយូរសេរីទៅលើកង្ហាល់ឬមួយក៏យើងប្រើដូចគេបង្ហាញនៅលើកម្មវិធីនឹងអញ្ចឹងបើយើងប្រើសម្រាប់រៀនយើងយក study បាទវាមាន cinema វាមាន work អីចឹងទៅអញ្ចឹងយើងអាច select យកមុខងារណាមួយឲ្យត្រូវជាមួយនឹងការប្រើប្រាស់របស់យើងតែម្ដងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ជាមួយនឹង LG Chromebook អាចមករកទិញបាននៅ Nika Computer តម្លៃ$499វាជាតម្លៃដែលសមរម្យខ្លាំងខ្ញុំនិយាយចឹង Core i5 តម្លៃប៉ុណ្ណឹងគឺមួយអែមហីបាទ$499មានធានាមួយឆ្នាំមានការថែមជូន gift ដូចជាកាតាបស្ពាយ mousepad ហើយអីដែលពិសេសគឺបញ្ចូលកម្មវិធីឲ្យ free ជារៀងរហូតតែម្ដងមានន័យថាបញ្ចូលកម្មវិធីលើកហ្នឹងបងយកទៅប្រើមានកម្មវិធីខ្លះអត់ពេញចិត្តលុបចង់បញ្ចូលកម្មវិធីថ្មីយកមកបញ្ចូលទៀតក៏អត់អស់លុយដែរអាហ្នឹងគឺជាការផ្ដល់ជូនពិសេសសម្រាប់ហាងនេះការ computer យើងផ្ទាល់តែម្ដងអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត